លោកជំទាវបណ្ឌិតបានស្រីមុំអភិបាលខេត្តប៉ៃលិនបានអញ្ជើញចុះសួរសុខទុក្ខលោកតាលោកយាយចាស់ជរាគ្មានទីពឹងក្នុងក្រុងប៉ៃលិនលោកជំទាវបណ្ឌិតបានស្រីមុំប្រធានមូលនិធិចាស់ជរានិងជាអភិបាលខេត្តប៉ៃលិនអមដំណើរដោយក្រុមការងារមូលនិធិនិងយុវជនសសយក នៅរសៀលថ្ងៃទី14ខែមីនាឆ្នាំ2025បានអញ្ជើញចុះសំណេះសំណាលសាកសួរសុខទុក្ខជាមួយលោកតាលោកយាយចាស់ជរាគ្មានទីពឹងនិងមានជីវភាពខ្វះខាតទូទាំងក្រុងប៉ៃលិនលោកជំទាវប្រធានមូលនិធិចាស់ជរាបានមានប្រសាសន៍នាំមកនៅបណ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាជូនដល់លោកតាលោកយាយចាស់ជរាទាំងអស់ដែលជានិច្ចកាលសម្ដេចទាំងទ្វេតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូបគ្រប់កាលៈទេសៈនិងគ្រប់ទីកន្លែងនៅទូទាំងប្រទេសលោកជំទាវប្រធានមូលនិធិបានមានប្រសាសន៍លើកឡើងថារាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងបន្តដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបច្ចុប្បន្នបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពនិងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាពិសេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានារួមមានផ្លូវថ្នល់ស្ពានសាលារៀនមន្ទីរពេទ្យវត្តអារាមប្រព័ន្ធធារាសាស្ត្រព្រមទាំងបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសដោយមិនបណ្ដោយឲ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយមិនបានដឹងនិងមិនបានដោះស្រាយនោះឡើយលោកជំទាវអភិបាលខេត្តបានមានប្រសាសន៍បញ្ជាក់ថាមូលនិធិចាស់ជរាបានបង្កើតឡើងក្នុងគោលបំណងនិងទិសដៅជួយដល់លោកតាលោកយាយចាស់ជរាគ្មានទីពឹងនិងដែលមានជីវភាពខ្សត់ខ្សោយនិងមានអាយុចាប់ពី70ឆ្នាំឡើងទៅដែលពុំមានលទ្ធភាពអាចចេញទៅប្រកបមុខរបរដើម្បីចិញ្ចឹមជីវិតបានក៏ដូចជាការជួយលើកកម្ពស់កម្រិតជីវភាពនិងបំពេញថែទាំសុខភាពលោកតាលោកយាយដោយមិនប្រកាន់បព្វពួកនិងនិន្នាការនយោបាយឡើយព្រោះមនុស្សចាស់គឺមានគុណបំណាច់ធំធេងណាស់ក្នុងការជួយអប់រំប្រៀនប្រដៅដល់កូនចៅជំនាន់ក្រោយៗឲ្យប្រព្រឹត្តតែអំពើល្អ